រដ្ឋបាលខណ្ឌមានជ័យរៀបចំកិច្ចប្រជុំត្រៀមការពារសន្តិសុខសម្ដាប់ធ្នាប់និងសំណេះសំណាលជាមួយកងកម្លាំងមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានអាយដាមប៉ាសជាតិវង្សទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌមានជ័យរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី5ខែមេសាឆ្នាំ2023នេះនាសាលាខណ្ឌមានជ័យរាជធានីភ្នំពេញលោកហែមដរិទ្ធអភិបាលខណ្ឌមានជ័យបានឲ្យដឹងថាកិច្ចប្រជុំនិងពិធីសំណេះសំណាលនៅថ្ងៃនេះត្រូវបានធ្វើឡើងដើម្បីជួបជុំពិភាក្សាជាមួយកងកម្លាំងគ្រប់ផ្នែកចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌនិងមន្ត្រីរាជការបម្រើការងារក្នុងខណ្ឌគ្រប់ជាន់ថ្នាក់ដើម្បីពិភាក្សាដាក់ផែនការក្នុងការអនុវត្តគោលដៅការពារសន្តិសុខសម្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងត្រៀមការពារទប់ស្កាត់បទល្មើសនានាដែលអាចកើតមាននៅក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋបាននឹងកំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំនាពេលខាងមុខនេះអាយដាមប៉ាសជាតិវង្សទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានធ្វើការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះកងកម្លាំងគ្រប់ផ្នែកចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌនិងមន្ត្រីរាជការបម្រើការងារក្នុងខណ្ឌគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារក្នុងឆ្នាំកន្លងទៅដោយបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តសម្រាប់ការរស់នៅប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋអាយដាមទេសរដ្ឋមន្ត្រីបានលើកឡើងពីតម្លៃនៃសុខសន្តិភាពកត្តានៃសុខសន្តិភាពបានកើតឡើងចេញពីការដឹកនាំប្រកបដោយកតេបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបាននូវស្ថិរភាពនយោបាយកំណើនសេដ្ឋកិច្ចរីកចម្រើនជាលំដាប់កម្ពុជាធ្លាប់បានឆ្លងកាត់នូវរបបជាច្រើនដែលបណ្ដាលឲ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យប្រជាពលរដ្ឋរងទុក្ខខ្វះខាតសូម្បីតែរបបអាហារគ្រប់គ្រាន់ក៏មិនមានតែក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាទទួលបាននូវសុខសន្តិភាពស្ថិរភាពនយោបាយកំណើនសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់រហូតកែប្រែមុខមាត់ខ្លួនពីប្រទេសដែលគ្មានអាហារហូបចុកគ្រប់គ្រាន់ក្លាយជាប្រទេសមានអង្គក្នុងការនាំចេញទៅក្រៅប្រទេសប្រជាពលរដ្ឋរស់នៅប្រកបដោយសិទ្ធិសេរីភាពពេញលេញអាយដាមបានធ្វើការណែនាំដល់កងកម្លាំងចំណុះបញ្ជាការឯកភាពទាំងអស់ត្រូវខិតខំបំពេញភារកិច្ចដោយបន្តយកចិត្តទុកដាក់បន្ថែមទៀតព្រោះថាឆ្នាំ2023នេះកម្ពុជាបានទទួលធ្វើកិច្ចការជាច្រើនដែលជាកិច្ចការសំខាន់សម្រាប់មុខមាត់ប្រទេសជាតិជាក់ស្ដែងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7ឆ្នាំ2023ក្នុងឱកាសនោះដែរអាយដាមទេសរដ្ឋមន្ត្រីប៉ាសជាតិវង្សរួមជាមួយនឹងលោកហែមបារិទ្ធអភិបាលខណ្ឌមានជ័យបានធ្វើការប្រគល់ជូននៅអំណោយអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដល់កងកម្លាំងនគរបាលអាវុធហត្ថមន្ត្រីរាជការគ្រប់ជាន់ថ្នាក់និងកម្លាំងសម្ដាប់ធ្នាប់ខណ្ឌក្នុងម្នាក់ទទួលបានមីមួយកេសភេសជ្ជៈមួយកេសរួមនឹងថវិកាមួយចំនួនចំណែកមន្ត្រីជាស្ត្រីទទួលបាននៅហូលឬសឹងក្នុងមួយនាក់ចំនួនមួយបន្ថែមទៀតផងដែរសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលព្រឹកថ្ងៃទី5ខែមីនាឆ្នាំ2023បានរៀបចំពិធីបំពាក់គ្រឿងអ៊ីស្រាយុសមេដាយមនីសារភ័ណ្ឌជូនលោកស្រីសាស្ត្រាចារ្យជុនកូតាណាកាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហីរ៉ូស៊ីម៉ាប្រទេសជប៉ុនដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពអាយដាមសាស្ត្រាចារ្យមុំប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអាយដាមសាស្ត្រាចារ្យសុផុនវឌ្ឍនៈទីប្រឹក្សាក្រសួងសុខាភិបាលនិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានបញ្ជាក់ថាលោកស្រីសាស្ត្រាចារ្យជុនកូតាណាកាបាននឹងកំពុងធ្វើការស្រាវជ្រាវលើជំងឺរលាកថ្លើមប្រភេទវីរុសនិងមហារីកថ្លើមអស់រយៈពេលជាច្រើនឆ្នាំដែលបានចូលរួមចំណែកក្នុងសំណើគោលនយោបាយនានាផ្អែកលើភស្តុតាងអំពីវិធានការប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទវីរុសនៅក្នុងប្រទេសជប៉ុនរហូតមកដល់ពេលនេះលោកស្រីសាស្ត្រាចារ្យបានបន្តធ្វើការស្រាវជ្រាវយ៉ាងសកម្មទាក់ទងនឹងជំងឺថ្លើមនិងមហារីកថ្លើមនេះនៅប្រទេសកម្ពុជាលោកស្រីសាស្ត្រាចារ្យជុនកូតាណាកាបានផ្ដួចផ្ដើមការស្រាវជ្រាវអំពីជំងឺថ្លើមចាប់តាំងពីឆ្នាំ2009រហូតដល់ពេលបច្ចុប្បន្ននេះលោកស្រីសាស្ត្រាចារ្យបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពីជំងឺថ្លើមនៅប្រទេសកម្ពុជាមកដល់ពេលនេះ
បានចំនួន12អត្ថបទវិទ្យាសាស្ត្រក្នុងទិនានុវត្តវិទ្យាសាស្ត្រអន្តរជាតិដែលលទ្ធផលស្រាវជ្រាវនេះបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញគំនិតស្រឡាញ់ការងារស្រាវជ្រាវរបស់មន្ត្រីបុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាច្រើនឆ្នាំកន្លងមកនេះលោកស្រីសាស្ត្រាចារ្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុនដើម្បីជំរុញការកសាងធនធានមនុស្សក្នុងវិស័យសុខភាពសាធារណៈឯកឧត្តមសាស្ត្រាចារ្យមុំមុនហេងបានបំពាក់មេដាយជូនលោកស្រីនិងបានបញ្ជាក់ថាតាមរយៈរបាយការណ៍របស់ឯកឧត្តមសាស្ត្រាចារ្យសុផុនវឌ្ឍនៈសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកឧត្តមសូមកោតសរសើរដោយស្មោះដល់លោកស្រីសាស្ត្រាចារ្យជុនកូតានាកាដែលបានផ្ដួចផ្ដើមការស្រាវជ្រាវអំពីជំងឺថ្លើមនៅប្រទេសកម្ពុជាច្រើនឆ្នាំកន្លងមកនេះនិងបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពីជំងឺថ្លើមនៅប្រទេសកម្ពុជាបានជាច្រើនអត្ថបទក្នុងទិនានុវត្តវិទ្យាសាស្ត្រអន្តរជាតិធំៗដែលលទ្ធផលទាំងនេះបានក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើអន្តរាគមន៍សុខភាពសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពនិងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឯកឧត្តមមុនហេងបានថ្លែងអំណរគុណដល់លោកស្រីដែលបានផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុននិងបានផ្ដល់ឱកាសដល់និស្សិតកម្ពុជាជាពិសេសនិស្សិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឲ្យបានបន្តការសិក្សានៅប្រទេសជប៉ុនដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាស្នាដៃស្រាវជ្រាវនិងបណ្ដុះបណ្ដាលរបស់លោកស្រីសាស្ត្រាចារ្យជិនកូតានាកាជាគំរូស្រាប់ដែលបង្ហាញឲ្យឃើញនូវការផ្សារភ្ជាប់គ្នាដោយមិនអាចខ្វះបានរវាងការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវក្នុងវិស័យសុខាភិបាលឯកឧត្តមមុំហេងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីសាស្ត្រាចារ្យនាពេលកន្លងមកឯកឧត្តមសង្ឃឹមថាលោកស្រីនឹងបន្តការសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបន្តទៀតដើម្បីជំរុញការបណ្ដុះបណ្ដាលនិងស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រតិភូសមាគមសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមសកលដែលជាសមាគមវិនិយោគអន្តរជាតិមកពីប្រទេសចិនកំពុងបំពេញទស្សនកិច្ចស្វែងយល់និងសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជាក្នុងនោះក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ក្នុងឱកាសកំពុងទស្សនកិច្ចនៅកម្ពុជាប្រតិភូនៃសមាគមនេះដឹកនាំដោយឯកឧត្តមឆាវហ្វាងអគ្គលេខាធិការសមាគមបានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍ឯកឧត្តមឆាវហ្វាងបានឲ្យដឹងថាដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគមសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមសកលនាពេលនេះគឺដើម្បីសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជាក្នុងនោះសមាគមក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ដូច្នេះហើយទើបសូមចូលជួបពិភាក្សាជាមួយភាគីក្រសួងទេសចរណ៍ឯកឧត្តមឆាវហ្វាងបានបញ្ជាក់ថាសមាគមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិសមាគមនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសហគ្រិនឆ្នើមដែលស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍទូទាំងប្រទេសផ្សេងៗបច្ចុប្បន្នការិយាល័យទំនាក់ទំនងនៃសមាគមត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនកម្ពុជាថៃសិង្ហបុរីម៉ាឡេស៊ីវៀតណាមឥណ្ឌូនេស៊ីឡាវហ្វីលីពីនស្រីលង្កាសាធារណរដ្ឋកូរ៉េជប៉ុនទីក្រុងហុងកុងទីក្រុងម៉ាកាវក្រិកអារ៉ាប់រួមអាហ្វ្រិកខាងត្បូងទួរគីបារាំងអ៊ីតាលីអាល្លឺម៉ង់សហរដ្ឋអាមេរិកនូវែលសេឡង់អូស្ត្រាលីរុស្ស៊ីនិងតំបន់ផ្សេងទៀតអនាគតលេខាធិការសមាគមបានបន្តថាសមាគមសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមសកលមានគោលបំណងផ្ដោតលើការតភ្ជាប់ទំនាក់ទំនងនិងប្រឹក្សាយោបល់រួមគ្នារវាងចិននិងកម្ពុជានិងរួមគ្នាចែករំលែកយុទ្ធសាស្ត្រឈ្នះឈ្នះទាំងអស់គ្នាដើម្បីបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងសហគ្រិនមកពីជុំវិញពិភពលោកសម្ដៅចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាំឆាវហ្វាងបានបញ្ជាក់ថាកិច្ចការទាំងអស់របស់សមាគមគឺប្រព្រឹត្តទៅក្រោមគោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនដែលមានប្រធានាធិបតីស៊ីជីនពីងជាប្រមុខអាដាមថងខុនមានប្រសាសន៍ជំរាបជូនភ្ញៀវថាកម្ពុជាមានចំណុចសំខាន់ក្នុងការវិនិយោគក្នុងនោះកម្ពុជាមានសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីអាដាមបញ្ជាក់ថាសន្តិភាពជានិរន្តរ៍គឺជាកត្តាគន្លឹះដែលផ្ដល់នៅការជឿទុកចិត្តដល់វិនិយោគិនអាដាមថងខុនបានបញ្ជាក់ថាក្រៅពីនេះកម្ពុជានិងចិនក៏ជាមិត្តដ៏ល្អជាមិត្តដាច់ថែបហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនគឺជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ
តំណាក់តំណងរវាងប្រជាជនកម្ពុជាចិនគឺល្អកល្អឿននឹងគ្នាតាំងពីបុរាណមកសហគមន៍ចិននិងសហគមន៍ខ្មែររស់នៅមិនដែលមានចំនួនជាមួយគ្នានោះឡើយស្រឡាញ់គ្នាដូចបងប្អូនហើយជនជាតិខ្មែរក៏មានចិត្តស្រឡាញ់មិត្តភ័ក្តិចេញពីបេះដូងអាដាម ថៅខុនបានបញ្ជាក់ថាគោលនយោបាយវិនិយោគរបស់រដ្ឋាភិបាលកម្ពុជាគឺមានភាពរស់រវើកនិងលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគមកពីក្រៅប្រទេសចំពោះប្រជាជនកម្ពុជាក៏បានត្រៀមស្វាគមន៍ទេសចរចិនរួចរាល់ហើយក្រសួងទេសចរក៏បានរៀបចំសៀវភៅស China Ready តាំងពីឆ្នាំ2015មកម្ល៉េះប៉ុន្តែកម្ពុជាត្រូវការពង្រីកការវិនិយោគបង្កើនហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលទេសចរថ្មីការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរទៅកាន់ទីផ្សារទេសចរចិនដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀតអាណាមរដ្ឋមន្ត្រីក៏បានបង្ហាញផែនការមេអភិវឌ្ឍតំបន់សៀមរាបអង្គរខេត្តមណ្ឌលគិរីនិងឱកាសវិនិយោគនៅខេត្តព្រះសីហនុនិងតំបន់អេកូទេសចរកសិទេសចរនិងទេសចរសហគមន៍និងទេសចរជនបទវិទ្យាល័យខៅប៊ុនស៊ុនក្រុងក្រចេះខេត្តក្រចេះរៀបចំសង្ក្រាន្តឆ្នាំថ្មីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ2023ដែលនឹងឈានចូលមកដល់នាពេលខាងមុខលោកស្រីខំសុភីប្រធានក្រុមការងារខេត្តចុះជួយក្រុងក្រចេះនិងជាតំណាងប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យខៅប៊ុនស៊ុនក្រចេះក្រុងរួមនឹងក្រុមការងារបានអញ្ជើញចូលរួមជាអធិបតីនិងអបអរសាទរជាមួយសិស្សានុសិស្សក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះ2023នៅវិទ្យាល័យខៅប៊ុនស៊ុនរសៀលថ្ងៃទី4ខែមេសាឆ្នាំ2023ក្នុងឱកាសនេះលោកស្រីខំសុភីប្រធានក្រុមការងារខេត្តចុះជួយក្រុងប្រជេះបានសម្ដែងនៅការរីករាយមោទនៈនិងការកោតសរសើរចំពោះការផ្ដួចផ្ដើមខិតខំប្រឹងប្រែងបង្កើតឲ្យមានកម្មវិធីនេះឡើងដែលស្ដែងចេញអំពីស្មារតីមិត្តភាពសាមគ្គីភាពក្នុងន័យចូលរួមថែរក្សាលើកស្ទួយសម្បត្តិវប្បធម៌ប្រពៃណីជាតិទៅដល់ស្រទាប់យុវជនយុវនារីក្មួយសិស្សានុសិស្សដែលជាអ្នកបន្តវេនឲ្យបានស្គាល់បានដឹងពីមរតកវប្បធម៌របស់ខ្លួនតាមរយៈការទស្សនាកម្សាន្តនៅការសម្ដែងរបាំការលេងល្បែងប្រជាប្រិយរបស់សិស្សានុសិស្សប្រកបដោយភាពសប្បាយរីករាយនិងអត្ថន័យអប់រំលោកស្រីខំសុភីមានប្រសាសន៍បន្តថាពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះគឺជាពិធីបុណ្យជាតិប្រចាំឆ្នាំធំមួយក្នុងចំណោមបុណ្យជាតិផ្សេងៗទៀតដូចជាភ្ជុំបិណ្ឌនិងបុណ្យអុំទូកអកអំបុកសំពះព្រះខែជាដើមចំពោះអត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មីពិធីសង្ក្រាន្តមានតាំងពីបុរាណកាលមកប្រជាពលរដ្ឋខ្មែរតែគោរពប្រតិបត្តិព្រហ្មញ្ញសាសនារហូតដល់ព្រះពុទ្ធសាសនានិងការផ្លាស់ប្ដូរទេវតាឆ្នាំថ្មីហើយទេវតាឆ្នាំថ្មីនាំមកលាភជ័យនិងសុខទុក្ខតាមជំនឿឆ្នាំនីមួយៗក្រៅពីពិធីសាសនាក្នុងរយៈពេល3ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីមនុស្សម្នាទាំងចាស់ទាំងក្មេងប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗដែលនេះហើយជាតម្លៃឆ្លុះបញ្ចាំងនៃសាមគ្គីភាពពិសេសផ្ដល់ឲ្យយុវជនដែលជាអ្នកបន្តវេនឲ្យចេះស្រឡាញ់និងថែរក្សាមរតកវប្បធម៌ប្រពៃណីជាតិប្រកបដោយមោទនភាពជាតិដែលបាននឹងកំពុងជ្រកក្រោមម្លប់សន្តិភាពសង្ក្រាន្តឆ្នាំថ្មីនៃវិទ្យាល័យខៅប៊ុនស៊ុនក្រចេះក្រុងនាពេលនេះប្រឡើងមានរយៈពេលពេញ1ថ្ងៃក្នុងនោះមានការសម្ដែងរបាំចម្រៀងពិសេសដូចជាទស្សនារបាំម៉ដំរីរបាំត្រុដិរបាំក្បាច់ចូលកំពឹសការសម្ដែងជួយថែរក្សាសិល្បៈដូនតាមោទនភាពជាតិខ្មែរទស្សនារបាំជូនពរទស្សនាការរាំក្បាច់នារីខ្មែរទស្សនាការរាំក្បាច់និងទស្សនាការរាំប្រពៃណីផ្សេងៗយុវតីភឿនសៀវមេងដែលបានចូលរួមលេងកម្សាន្តបានបញ្ជាក់ឲ្យដឹងថាការធ្វើសង្ក្រាន្តនេះគឺដើម្បីជួយដាស់តឿនដល់យុវជនជាពិសេសក្មេងជំនាន់ក្រោយឲ្យដឹងអំពីវប្បធម៌របស់ដូនតាខ្មែរសង្ក្រាន្តនៅក្នុងសាលាយើងខ្ញុំគិតថាវាជារឿងមួយដ៏ល្អសម្រាប់យើងជាសិស្សានុសិស្សនិងជាក្មេងជំនាន់ក្រោយការធ្វើសង្ក្រាន្តនេះគឺបានធ្វើបានល្អមែនតើដោយសារជួយដាស់តឿនយើងឲ្យដឹងពីវប្បធម៌ខ្មែរជួយណែនាំឲ្យយើងចេះដឹងពីរបែងខ្មែរមានអីខ្លះឲ្យមានភាពសប្បាយរីករាយចំពោះបងប្អូនជំនាន់ក្រោយហើយក៏ប្រព្រឹត្តទៅយ៉ាងល្អដែរបងហើយជួយដាស់តឿនថាខ្មែរយើងក៏មានរបាំជាច្រើនដែលលើកមកបង្ហាញក្នុងនាមខ្ញុំជាយុវជនម្នាក់ខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនថាចេះថាខ្មែរយើងមានរបាំជាច្រើនដែលយើងគួរយកមកលេងអញ្ចឹងហើយសូមឲ្យបងប្អូនជួយរក្សាវប្បធម៌របស់ខ្មែរជារៀងរហូតទៅសាលារៀនសវណ្ណភូមិទូទាំងរាជធានីខេត្តបានប្រារព្ធទិវាសាលារៀនស្អាត YSD ដោយជ្រើសរើសថ្ងៃទី5ជារៀងរាល់ខែសម្រាប់ប្រារព្ធកម្មវិធីនេះ
ដែលការប្រារព្ធសកម្មភាពនេះគឺមានរយៈពេល7ឆ្នាំមកហើយលោកស្រីសំលក្ខណានាយិកាសាលារៀនកុមារសវណ្ណភូមិបានបញ្ជាក់ថាសាលារៀនសវណ្ណភូមិប្រារព្ធទិវាសាលារៀនស្អាត YSD ឡើងក្នុងគោលបំណងជំរុញឲ្យមានការចូលរួមរបស់សិស្សានុសិស្សក្នុងការធ្វើសកម្មភាពសម្អាតថ្នាក់រៀនរបស់ខ្លួនឲ្យមានអនាម័យជានិច្ចមិនថានៅសាលារៀននៅទីសាធារណៈនិងផ្ទះលោកស្រីនាយិកាសាលារៀនកុមារសវណ្ណភូមិបានបន្តទៀតថាទិវានេះគឺបណ្ដុះទម្លាប់ស្អាតជាប្រចាំសម្រាប់បងប្អូនសិស្សានុសិស្សជាមួយពាក្យថាសាលារៀនស្អាតសិស្សានុសិស្សមានសុខភាពល្អនិងបណ្ដុះទម្លាប់ក្លាយជាកូនល្អជាសិស្សល្អនិងជាពលរដ្ឋល្អសម្រាប់សង្គមជាតិក្នុងការប្រារព្ធសកម្មភាពនេះផងដែរយើងចាប់ផ្ដើមធ្វើអស់រយៈពេលចូល1ឆ្នាំហើយចាប់ផ្ដើមតាំងពីបើកដំណើរការនៃសាលាកុមារសវណ្ណភូមិរហូតមកដល់ពេលនេះសម្រាប់ពាក្យថា 5S ដែរគឺជាពាក្យមកពីជប៉ុនដែលយើងបកប្រែជាភាសាអង់គ្លេសហៅថា sort set in order sign standardize and sustain ចាសម្រាប់យុទ្ធនាការសាលាបៃតងវិញគឺយើងចាប់ផ្ដើមចេញពីយើងទាំងអស់គ្នាដើម្បីឲ្យសាលារៀនក្លាយជាសាលាបៃតងបានលុះត្រាតែយើងចាប់ផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការធ្វើឲ្យសាលារៀនយើងក្លាយជាសាលាបៃតងជារឿងចាំបាច់បំផុតសម្រាប់បរិស្ថានសាលាគឺជារឿងចាំបាច់សម្រាប់សិស្សានុសិស្សនៅក្នុងការសិក្សានិងសម្រាប់សុខភាពរស់នៅប្រចាំថ្ងៃផងដែរការជំរុញការបង្រៀនសិស្សានុសិស្សឲ្យចូលរួមក្នុងយុទ្ធនាការសាលាបៃតងជាកត្តាសំខាន់ដើម្បីឲ្យពួកគាត់ស្រឡាញ់និងថែរក្សាបរិស្ថានរបស់ពួកគាត់រស់នៅមិនតែប៉ុណ្ណោះសាលារៀនកុមារសវណ្ណភូមិនិងគម្រោងអនុវត្តនៅយុទ្ធនាការសាលាបៃតងតាមរយៈឲ្យមានការចូលរួមរបស់សិស្សានុសិស្សជាពិសេសអ្នកអាណាព្យាបាលដោយយើងបណ្ដុះឲ្យពួកគាត់មានការចូលរួមយើងនឹងចាប់ផ្ដើមធ្វើដោយផ្ដល់ជូននៅដើមឈើម្ដើមសម្រាប់កូនសិស្សម្នាក់ពីសំណាក់មេដាបេដាដើម្បីបណ្ដុះឲ្យសាលាយើងក្លាយទៅជាសាលាបៃតងហើយក៏បណ្ដុះឲ្យការស្រឡាញ់នៅបរិស្ថានក្នុងការបង្កើតឲ្យមានបរិស្ថានបៃតងផងដែរក្នុងការរស់នៅមិនតែប៉ុណ្ណោះសាលាកុមារសវណ្ណភូមិក៏បានអនុវត្តនៅសាលាគ្មានផ្លាស្ទិកដែលជាចំណែកសំខាន់មួយក្នុងការធ្វើឲ្យសាលាក្លាយទៅជាសាលាបៃតងប្រកបដោយសុខភាពនិងភាពស្រស់ស្រាយសូមបញ្ជាក់ថាក្នុងចក្ខុវិស័យមួយក្នុងចំណោម4របស់សាលារៀនសវណ្ណភូមិគឺផ្ដោតសំខាន់ទៅលើបរិស្ថានសាលារៀនស្អាតសាលាបៃតងនិងបរិយាកាសសិក្សាស្រស់ស្រាយមិនតែប៉ុណ្ណោះសាលារៀនសវណ្ណភូមិក៏មានគណៈកម្មាធិការសាលាបៃតងក្នុងគោលបំណងពង្រឹងសាលារៀនស្អាតនិងបរិស្ថានសាលារៀនស្រស់ស្រាយជាប្រចាំលោកស្រីទ្រទស្សនិកជនជាទីគោរពព័ត៌មានជាតិរបស់ទ្រទស្សនិកជាតិកម្ពុជាដែលលោកស្រីទៅបានទស្សនានាពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមអញ្ជើញទស្សនានៅព័ត៌មានអន្តរជាតិខណៈនេះនាងខ្ញុំរួមជាមួយនឹងក្រុមការងារសូមអរគុណសូមជម្រាបលា